បាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញនៅវីដេអូដីលក់បន្តមួយកន្លែងនៅក្នុងខេត្តកែបពុកម៉ែបងប្អូនបាទជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាបាទដីនេះគឺស្ថិតនៅក្នុងភូមិបាទចំការ3ពុកម៉ែបងប្អូនបាទភូមិការ3ឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែបពុកម៉ែបងប្អូនបាទដីនៅក្នុងស្រុកដំណាក់ចង្អើរខេត្តកែបបាទដីនេះដែរគឺមានទំហំបាទ10500ម៉ែត្រការ៉េប្រហែលបងប្អូនបាទ1ហិកតាជាងតិចប្រហែលបងប្អូន1ហិកតាជាងតិចហើយជាប់នឹងផ្លូវលំបាទផ្លូវលំបាទទំហំធំប្រហែលបងប្អូនបាទផ្លូវលំពីខាងមុខដីនេះទំហំធំហើយជាប្រភេទដីល្អប្រហែលបងប្អូនបាទអាចយកដាំដំណាំម្រេចឬក៏ដាំទុរេនឬក៏ធ្វើប្រភេទផ្ទះចម្ការលំហែបាទទេសភាពស្អាតប្រហែលបងប្អូនបាទហើយផ្លូវពីខាងមុខដីនេះគឺផ្លូវធំប្រហែលបងប្អូនបាទហើយតម្លៃធូរថ្លៃមែនទែនប្រហែលបងប្អូនបាទដោយសារម្ចាស់គាត់ត្រូវការលក់បន្តបាទហើយទេសភាពពីខាងក្រោយដីវិញគឺមើលឃើញភ្នំប្រហែលបងប្អូនបាទពីខាងក្រោយភ្នំហ្នឹងម៉ែហើយផ្លូវពីខាងមុខគឺផ្លូវធំបងប្អូនបាទហើយមានផ្លូវចូលទៅពីចំហៀងមួយទៀតបងប្អូនបាទផ្លូវពីជ្រុងហើយដីនេះដែរគឺឯកសារប្លង់រឹងបងប្អូនបាទឯកសារប្លង់រឹងហើយជាប្រភេទដីល្អបងប្អូនបាទមានតែមួយប្លង់នេះទេបងប្អូនបាទប្លុកម្ដុំនេះបាទប្លុកម្ដុំនេះមានតែមួយប្លង់នេះទេតម្លៃធូរថ្លៃដោយសារម្ចាស់គាត់កុនលុយបាទគាត់ត្រូវការលក់បន្តបងប្អូនបាទបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ឬមានចម្ងល់អ្វីបន្ថែមអាចតាក់ទងមកខ្ញុំបានបាទតាមរយៈលេខទូរស័ព្ទឬក៏តាមរយៈ Telegram ក៏បានដែរបងប្អូនបាទហើយតម្លៃនេះគឺធូរថ្លៃមែនតើបងប្អូនបាទកុំឲ្យឱកាសដល់ល្អនេះកន្លងផុតបងប្អូនបាទតម្លៃនេះគឺប្លុកដុំនេះអត់មានទេបងប្អូនបាទបើសួរដីគេនៅក្បែរហ្នឹងឬក៏នៅផ្ទាល់មុខខាងដីហ្នឹងតម្លៃក្បែរ$10នោះបងប្អូនបាទនេះដោយសារម្ចាស់ដើមបងប្អូនបាទដីលើម្ចាស់ដើមគឺតម្លៃធូរថ្លៃបងប្អូនហើយបាទទេសភាពដីនេះគឺស្អាតបាទហើយបាទដីក្នុងដីនេះគឺតូចទេបងប្អូនបាទតូចទេងាយស្រួលធ្វើណាបងប្អូនបាទសិនជាពុកម៉ែបងប្អូនចង់បានដីសម្រាប់ដាំដំណាំបាទម្រេចបាទដីជាប់នេះគឺដាំដំណាំម្រេចល្អណាស់បងប្អូនបាទហើយអាចដាំទុរេនឬក៏ធ្វើប្រភេទជីកាមឬក៏ធ្វើជាផ្ទះលំហែបែបចម្ការគឺល្អមែនតើបងប្អូនបាទសូមអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទ